ការ add ត្រៃទៅក្នុង Linux ហើយនឹងចែក partition ឲ្យវាអញ្ចឹងដំបូងយើងចូលកាន់ VMware យើងមកបន្ទាប់មកយើងចូល edit virtual machine setting ហើយបន្ទាប់យើងយក hard disk នេះមកហើយយើងចុចពាក្យ add អញ្ចឹងយកពាក្យ hard disk យើងចុចពាក្យ next នេះយក NVMe ហ្នឹងមក recommend ដើម្បីយក create new visual disk ហើយកន្លែងនេះយក store visual disk ហើយកន្លែងនេះយើងយកមកបានដែរអញ្ចឹងខ្ញុំយកតោះមកគឺ next ហើយដល់មកយើងចុច finish អញ្ចឹងបន្ទាប់មកយើងធ្វើការ add hard disk មួយទៀតយើងចុច hard disk មកយើងចុច add យក hard disk មកចុច next create new visual next យក single file នេះមកហើយយកវិធីដូចគ្នាតើមកចុច next ហើយចុច finish តើយើងធ្វើការ power on មកទៅពី power on ហ្នឹងចូលទៅកាន់ putty sorry អ្នកនរខ្ញុំធ្វើការឆាញ់សាយបើសិនទៅសាយវាតុចទៅចឹងវាបាក់មើលដល់អ្នកទាំងអស់គ្នាចឹងដំបូងយើងធ្វើការឆែកមើលមកនេះអ្នកទាំងអស់គ្នានេះគឺជា hard disk ដែលយើងបាន create មុនហ្នឹងចឹងបន្ទាប់មកយើងហើយបន្តហើយតាមមក command ហ្នឹងយើងយក n យក default វា p តបទៅយក default វាគឺយក1ហើយឡើយនេះគឺយើងយកបូក500 MB សក់ m នេះមកតមកទៀតនឹងដូចគ្នាដែរយក n តាមមក p default 2បូក500 MB ដូចគ្នាហើយតមកយើងរាយយក w តទៅទៀតយើងធ្វើការដូចគ្នាទៅលើ NVMe 0N3 យើងធ្វើការដូចគ្នាអញ្ចឹង n មក default 1បូក500 MB តោះមកយើងយកអនទៅមកធ្វើការដើមដូចមុនចិត្ត default 2បូក500 MB នេះហើយយើងរាយ W ដើម្បីរាយតោះហើយយើងលីសវាមើលមកបើយ៉ាងហ្នឹងនៅបានដាក់ហ្នឹង500 MB តមកគឺយើងធ្វើការ edit for file system mk ហ្នឹងហើយគឺជា command format ហ្នឹងគឺចំណងរបស់យើង ext4មួយទៀតគឺយើងយក npv3 អាហ្នឹង3
ពីអូ sorry អ្នកនរគ្នាកន្លែងនេះគឺ2ទេតែនេះ2ដែរហើយនេះ3 1ហើយមួយទៀត3 2 ចឹងបន្ទាប់ពី format វាហើយគឺយើងធ្វើការ create mount ទៅកាន់ point ចឹងយើងចឹងតោះទៀតយើងអត់អាយវាមើលនេះចឹងបន្តមកទៀតគឺយើងធ្វើការ mount partition ទៅកាន់ directory នីមួយៗរបស់យើងNVMe 02 P1 data 1 sorry ដោយសារតែវាខ្វះ n តមកទៀតកន្លែងនេះគឺ P2 data 2ហើយកន្លែងនេះមក 3 P1 data 3តមកទៀតនេះ2 data 4ចឹងទៅយើង set គឺយើង set ឲ្យ amount auto ចឹងយើងធ្វើការ nano etc ff set នេះចឹងយើងធ្វើការសោតវាមកឬអ្នកនរគ្នាអាច copy ដាក់បានអ្នកនរគ្នាបានហ្នឹង copy មកបានហ្នឹងអ្នកនរគ្នាអាចវាយតាមខ្ញុំបានក៏បានដែរចឹងទៅយើងធ្វើការsave control O នឹងបន្ទាប់មិញពី control O ហ្នឹងយើង control A ដើម្បីចាក់ចេញបន្ទាប់ពីយើងចាក់ចេញរួចហើយអញ្ចឹងយើងធ្វើការ mount A មកហើយបន្ទាប់ទៀតយើងធ្វើការ reboot នៅបន្ទាប់ពីយើង reboot ហើយចូល body របស់យើងវិញមកដើម្បីយើងធ្វើការ review មើលនេះអញ្ចឹងគឺយើងធ្វើការចែកdrive វាបានហើយទៅតាមpartition វានីមួយៗហ្នឹងគឺ 500 MB ហ្នឹងឯងអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះ